ស៊ូស្ដីអ្នកទាំងអស់គ្នាមកជួបគ្នាជាមួយខ្ញុំម្ដងទេ BoyTK ហើយថ្ងៃនេះផងដែរខ្ញុំមកប្រាប់គ្នាយើងពីរបៀបដោះ ban Free Fire ហ្នឹងហើយមានគ្នាយើងច្រើនមែនទេតែគាត់សំណងពោឆាតមកខ្ញុំសំណងពោខ្ញុំហ្នឹងធ្វើវីដេអូពីរបៀបដោះ ban ម្ដងទៀតចឹងទៅហើយវីដេអូនេះក៏ខ្ញុំធ្វើតាមសំណងពោគាត់ចឹងអ្នកគ្នាហ្នឹងហើយវីដេអូហ្នឹងបើសិនជាគ្នាគាត់មកថ្មីកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំដាក់មួយផងដើម្បីបានវីដេអូចំណេះដឹងថ្មីៗពីខ្ញុំមុនគេហើយនឹង event ថ្មីៗពីខ្ញុំមុនគេហ្នឹងហើយឥឡូវនេះក៏មកខាត់ពេលយូរឥឡូវនេះទៅដោះ ban ជាមួយខ្ញុំតគ្នាហ្នឹងអូខេអ្នកតគ្នាឥឡូវនេះខ្ញុំបានមកដល់នៅ account គ្នាយើងម្នាក់គាត់បង្ហាញខ្ញុំហ្នឹងជួយដោះ ban ឲ្យគាត់អ្នកគ្នាហ្នឹងហើយពេល account គ្នាយើងជាប់ ban វាតែងតែ load ពាក្យបែបហ្នឹងអ្នកគ្នានេះ load ពាក្យថា have ឬក៏ confirm បើ load ពាក្យបែបហ្នឹងមានន័យថា account អ្នកតគ្នាបានជាប់ ban ហើយជាប់ ban ហ្នឹងវាមានមូលហេតុវាដែរអ្នកគ្នាមកពីគ្នាយើងលេង hack អីចឹងទៅមកពីគ្នាយើងលេង hack បាញ់ក្បាលឬក៏ hack ជីឡានបុកធ្លុះផ្ទះអីហ្នឹងអ្នកគ្នាឬក៏ hack ជាច្រើនទេអ្នកគ្នាឬក៏ hack ប្រភេទ skin កំភ្លើង skin អាវហ្នឹងក៏គេ ban យើងដែរអ្នកគ្នាហ្នឹងហើយការដោះ ban យើងមានចូលនៅកន្លែងពាក្យថា confirm ឬក៏ have ហ្នឹងទេអ្នកគ្នាយើងចូលទៅកាន់ browser អ្នកគ្នាហ្នឹងឬក៏ចូលទៅកាន់ Google ដើម្បីដោះ ban Free Fire អ្នកគ្នាហ្នឹងហើយឥឡូវនេះចូលទៅកាន់ Google ជាមួយខ្ញុំតគ្នាដើម្បីដោះ ban account យើងអ្នកគ្នាហ្នឹងជាដំបូងនេះយើងធ្វើការចូលទៅកាន់ Chrome ឬក៏ Google ក៏បានដែរហ្នឹងឲ្យតែ Google យើងចូលមកអ្នកគ្នា app មួយណាក៏បានដែរយើងចូលមកហ្នឹងឥឡូវខ្ញុំធ្វើការចូលមកកាន់ Google របស់ iPhone ស្រាប់តែម្ដងជាដំបូងគ្នាយើងធ្វើការវាយពាក្យថា Free Fire ban ហ្នឹងហើយបើសិនជាគ្នាយើងគាត់មើលអត់ច្បាស់ទេខ្ញុំដាក់ពាក្យហ្នឹងនៅលើ background ស្រាប់តែម្ដងស្រួលគ្នាយើងគាត់មើលអញ្ចឹងហ្នឹងហើយគ្នាយើងមើលទៅហ្នឹងហើយឥឡូវខ្ញុំធ្វើការចុចនៅកន្លែងនេះទេអ្នកគ្នាចុចពាក្យថា account ban ហ្នឹងយើងចុចមកនេះកន្លែងមានពាក្យថា Karina ឬក៏ account ban ចុចមកនេះគ្នាហ្នឹងហើយពេលគ្នាយើងមកដល់កន្លែងនេះភ្លាមគ្នាយើងធ្វើការចុចកន្លែងលើមានពាក្យថា sign in ហ្នឹងយើងចុចលើហ្នឹងមកហ្នឹងហើយយើងចាំតិចអ្នកគ្នាគេកំពុងនាំយើងទៅកន្លែងមួយទៀតហើយមកដល់កន្លែងនេះភ្លាមគ្នាយើងធ្វើការដាក់ account ដែលគេបាន ban យើងហើយបើសិនជាគេ ban យើងលើ Facebook យើងដាក់លើ Facebook បើសិនជា account អ្នកគ្នាគេ ban លើ Gmail អ្នកគ្នាដាក់លើ Gmail មកហើយខ្ញុំដោះ ban លើ account នេះដោះ ban លើ account គ្នាយើងម្នាក់ហ្នឹងហើយគេ ban គាត់នៅលើ Facebook ហ្នឹងហើយគាត់លេង hack អញ្ចឹងខ្ញុំសង្ឃឹមតិចមែនតើអ្នកគ្នាហ្នឹងហើយសង្ឃឹមតែ 20% និង 10% ទេហើយមានគ្នាយើងគាត់ដោះតាមខ្ញុំប្រហែលជាភាគតិចអ្នកគ្នាគាត់ដោះបានមកវិញអញ្ចឹងខ្ញុំក៏ជួយត្រេកអរគាត់អញ្ចឹងទៅអ្នកគ្នាហ្នឹងហើយឥឡូវនេះយើងធ្វើការចុចលើ Facebook អ្នកគ្នាហ្នឹងហើយ account គាត់គេ ban លើ Facebook អ្នកគ្នាហ្នឹងហើយពេលគ្នាយើងចុចកន្លែង Facebook ហើយគ្នាយើងគ្រាន់តែវាយ password ហើយនឹងលេខកូដ Facebook អ្នកគ្នាចូលទៅអ្នកគ្នានឹងបានមកដល់កន្លែងនេះហើយអ្នកគ្នានឹងឃើញឈ្មោះ account Free Fire អ្នកគ្នានៅលើនេះតែម្ដងហើយអ្នកគ្នាត្រូវការចុចលើរូបនឹងមកនេះហ្នឹងហើយអ្នកគ្នាត្រូវការចុចកន្លែងពាក្យទី2នេះមកអ្នកគ្នាពាក្យទី2ហ្នឹងឥឡូវខ្ញុំធ្វើការស៊ូមមកចិត្តនេះចុចកន្លែងហ្នឹងមកអ្នកគ្នាហ្នឹងហើយឥឡូវចុចពាក្យហ្នឹងមកដើម្បីយើងទៅមុខទៀតហើយមកដល់កន្លែងនេះគ្នាយើងធ្វើការអូនមកក្រោមបន្តិចហើយគ្នាយើងធ្វើការមើលកន្លែងបន្ទាត់វងមូល QQ ចុចកន្លែងហ្នឹងមកហើយគ្នាយើងធ្វើការចុចកន្លែងពាក្យថា ban ហ្នឹងហើយ ban ចាប់ពីអក្សរ B A N A P P E A L អ្នកគ្នាចុចកន្លែងហ្នឹងមកនេះហ្នឹងហើយពាក្យហ្នឹងយើងស៊ូមមកចិត្តសួរគ្នាយើងគាត់មើលហ្នឹងហើយគ្នាយើងមើលតាមខ្ញុំទៅធានាថាចេះដោះ ban ឲ្យខ្លួនឯងតែម្ដងហ្នឹងហើយស្រាប់គ្នាយើងគាត់លេង hack ខ្ញុំសង្ឃឹមតិចមែនតើអ្នកគ្នាហ្នឹងហើយខ្ញុំសង្ឃឹមតែ 20% ទៅ 30% ដែលបានមកវិញអ្នកគ្នាហើយមកដល់ហើយនឹងភ្លាមគ្នាយើងនឹងឃើញ ID របស់អ្នកនរគ្នា ID account game Free Fire អ្នកនរគ្នានេះហើយនឹងឈ្មោះហើយអ្នកគ្នាធ្វើការចុចកន្លែងពាក្យថា click កន្លែងនេះទៅអស់មកនេះ click លើនេះមួយលើក្រោមនេះមួយមកអ្នកគ្នាហើយគ្នាយើងធ្វើការអមមកក្រោមបន្តិចគ្នាយើងធ្វើការមើលកន្លែងនេះកន្លែងយើងអំពាល់នេះពីបញ្ហារបស់យើងហ្នឹងឥឡូវនេះអ្នកគ្នាធ្វើការដាក់តាមខ្ញុំមកខ្ញុំបាន pass ស្រាប់ហើយដាក់ថា Free Fire help me please ប៉ុណ្ណឹងមកអ្នកគ្នាហ្នឹងហើយដូចវីដេអូមុនដែរហ្នឹងហើយគ្នាយើងធ្វើការអមមកក្រោមបន្តិចមកគ្នាយើងធ្វើការចុចកន្លែងពាក្យថា add នេះឥឡូវនេះអ្នកគ្នាហ្នឹងហើយចុចកន្លែងពាក្យហ្នឹងមកដើម្បីយើងដាក់រូបពេលយើងចូល game មកភ្លាមអ្នកគ្នាមិនឃើញពាក្យថា have ហើយនឹង confirm អ្នកគ្នាធ្វើការចុចលើហ្នឹងមកហើយដាក់រូបហ្នឹងមកអ្នកគ្នាហ្នឹងហើយឥឡូវនេះខ្ញុំសូមដាក់រូបហ្នឹងមក play អ្នកគ្នាហ្នឹងហើយពេលគ្នាយើងបានដាក់រូបដូចខ្ញុំប្រាប់អ្នកគ្នាអញ្ចឹងរូបដែលពេលចូល game ភ្លាមយើងឃើញរូបមានពាក្យថា have ឬក៏confirm នៅយើងថតរូបហ្នឹងមកហើយយើងយកមកដាក់កន្លែងហ្នឹងមកអ្នកគ្នាហ្នឹងហើយអាចចុចកន្លែង QQ នេះមកអ្នកគ្នាហ្នឹងហើយចុចកន្លែងហ្នឹងមកអ្នកគ្នាហើយមួយទៀតខ្ញុំសូមគ្នាយើងម្នាក់មួយកុំភ្លេចជួយចុច subscribe ខ្ញុំម្នាក់មួយផងស្រាប់គ្នាយើងគាត់មកថ្មីហ្នឹងហើយបើ load គ្រីសពណ៌បៃតងបែបនេះមានន័យថាគ្នាយើងស្នើសុំបានឲ្យជោគជ័យតែម្ដងហ្នឹងហើយមិនយើងស្នើសុំថ្ងៃហ្នឹងភ្លាមយើងបាន account យើងភ្លាមថ្ងៃហ្នឹងអ្នកគ្នាមែនទេយើងចាំរយៈពេលប្រហែលជាខ្ទង់2 3 ខែទៅ5 ខែអ្នកគ្នាហ្នឹងហើយយើងចាំរៀងយូរគួរសមដែរអ្នកគ្នាហ្នឹងហើយបើសិនជាគ្នាយើងហេងទៅគាត់បាន account មកលេងវិញចឹងទៅ
ហើយមួយទៀតបើសិនជាគ្នាយើងមកដល់ហើយហ្នឹងធ្វើការអូសមកក្រោមតិចមកបើសិនជាឃើញឈ្មោះយើងនៅកន្លែងនេះហើយនឹងពាក្យស្មើសុំរបស់យើងអ្នកគ្នាអ្នក Free Fire help me please ហ្នឹងហើយដាក់តាមខ្ញុំមកអ្នកគ្នាហ្នឹងហើយយើងចាំពេលយើងយូរដែរអ្នកគ្នាទៅបាន account យើងមកវិញអ្នកគ្នាហ្នឹងហើយបើសិនជាគ្នាយើងហេងគាត់បានយើងទៅគ្នាយើងសូយើងទៅក៏អត់បានយើងទៅអ្នកគ្នាហ្នឹងហើយវីដេអូចែកម្លែកខ្ញុំមានតែប៉ុណ្្នឹងទេអ្នកគ្នាហ្នឹងហើយបើសិនជាគ្នាយើងគាត់មកថ្មីកុំភ្លេចជួយចុច subscribe ឲ្យខ្ញុំដាក់មួយផងអ្នកគ្នាដើម្បីបានវីដេអូចំណេះដឹងថ្មីៗពីខ្ញុំមុនគេហ្នឹងហើយអូខេបាយបាយអ្នកទាំងអស់គ្នាចាំជួបគ្នានៅវីដេអូចំណេះដឹងថ្មីៗទៀតហ្នឹងហើយបាយបាយ